សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមស្តីអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី27ខែមេសាឆ្នាំ2026សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងនៅតែមានឥទ្ធិពលលើរបបខ្យល់មូសុងអេសានដែលបក់លើអាងទន្លេមេគង្គសមុទ្រកម្ពុជានិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យធាតុអាកាសចាប់ពីថ្ងៃទី27ដល់ថ្ងៃទី29ខែមេសាឆ្នាំ2026នៅតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា37អង្សាសេខ្យល់បក់មកពីទិសបូព៌ានិងទិសអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីមានខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់សៀមរាបកំពង់ឆ្នាំងកំពង់ធំកំពង់ចាមត្បូងឃ្មុំស្វាយរៀងព្រៃវែងតាកែវកណ្ដាលនិងភ្នំពេញអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 15% ដែលឡែកនៅតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា25អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា36អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូព៌ាមានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីមានខេត្តកំពង់ស្ពឺបៃលិនស្ទឹងត្រែងឧត្តរមានជ័យព្រះវិហារក្រចេះរតនគិរីមណ្ឌលគិរីជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 10% រីឯនៅតំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា36អង្សាសេខ្យល់បក់មកពីទិសនិរតីនិងទិសអាគ្នេយ៍មានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទីមានខេត្តកោះកុងព្រះសីហនុ កំពតកែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី 20% រលកសមុទ្រមានកម្ពស់មធ្យមអបបរមាកន្លះម៉ែត្រនិងកម្ពស់មធ្យមអតិបរមា1ម៉ែត្រអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន